សូមគោរពនឹងជំរាបសួរពុកម៉ែបងប្អូនអ៊ំពូមីងលោកយាយលោកតាដែលតែងនិយមចូលចិត្តតាមដាននៅក្នុងបណ្ដាញ YouTube អាចកម្បាំងធម្មជាតិថ្ងៃនេះខ្ញុំសូមលើកយកអំពីប្រធានបទមួយទាក់ទងទៅនឹងជំនឿរបស់ដូនតាខ្មែររបស់យើងតាំងពីការកកើតទឹកដីមកដែលជំនឿរបស់ខ្មែររបស់យើងនេះគឺជំនឿទៅលើអង្គនេះសំដៅដល់ព្រះលិង្គឬក៏លិង្គព្រះឥសូរឬក៏ព្រះសិវលិង្គឬក៏គេអាចហៅបានទៀតថាគុណព្រះបិតាឬក៏គុណបិតាចំណែកឯព្រះយោនីអ្នកខ្លះក៏គេហៅថាព្រះយោនីព្រះនាងឧមាឬក៏ព្រះយោនីព្រះនាងទូគាឬក៏យើងហៅបានទៀតថាគុណព្រះមេត្តាឬក៏គុណមេត្តានឹងមានពាក្យអ្វីផ្សេងទៀតឲ្យដល់ចាស់បុរាណរបស់យើងគាត់ហៅទៅគឺងាយស្រួលស្ដាប់ហើយពីរោះស្ដាប់តែម្ដងគឺគុណមេត្តាគុណបិតាឬគុណព្រះមេត្តាគុណព្រះបិតាឬក៏អង្គបំពង់ខ្ចីអង្គនេះសំដៅដល់លិង្គបំពង់ខ្ចីនេះតំណាងសំដៅដល់ព្រះយោនីអញ្ចឹងចាស់ពីដើមគេហៅថាអង្គបំពង់ខ្ចីជាពាក្យដែលស្ដាប់ទៅគឺពីរោះស្ដាប់បាទគឺពីរោះស្ដាប់ហើយរហូតដល់នាពេលបច្ចុប្បន្ននេះគេហៅថាទួលអង្គនៅតាមទីកន្លែងសក្ការៈផ្សេងៗនៅក្នុងដែនដីមហានគរខ្មែរហ្នឹងគេហៅថាទួលអង្គនោះគឺសំដៅដល់ទួលដែលមានតម្កល់ព្រះយោនីនិងព្រះលិង្គដាក់នៅទីកន្លែងសក្ការៈបូជានៅគ្រប់បាទតាមភូមិឋានឬតាមឃុំតាមសង្កាត់តាមស្រុកជាកន្លែងដែលគោរពសក្ការៈបូជាបាទដែលមានអត្ថន័យនៅក្នុងការគោរពអាថ៌កំបាំងជាច្រើននៅក្នុងនោះហើយខ្ញុំនឹងធ្វើការរៀបរាប់ជូនពុកម៉ែបងប្អូនជំនឿទៅលើព្រះលិង្គនិងព្រះយោនីនេះជាប្រភពនៃជីវិតជាវត្ថុសន្តតិវង្សជាវត្ថុដែលសំដៅដល់ការតពូជពងវង្សតកូលការបន្តពូជពងវង្សតកូលបាទជាទេវៈបង្កើតលោកទៅខ្មែរយើងនាំគ្នាគោរពបាទចំពោះជំនឿជឿទៅលើលិង្គព្រះសិវៈនិងព្រះយោនីនេះសង្គមខ្មែរយើងមានជំនឿតាំងពីដើមនៃគ្រិស្តសករាជតាមរយៈភស្តុតាងនៃអរិយធម៌នគរភ្នំដែលមានរាជធានីនៅអង្គរបុរីដែលមានភស្តុតាងតាំងពីដើមសតវត្សទី1នៃគ្រិស្តសករាជតរហូតមកដល់សម័យកាលនេះជំនឿទៅលើលិង្គនិងព្រះយោនីនេះគឺជាវត្ថុតំណាងឬក៏ជានិមិត្តរូបនៃការបង្កើតលោកឬភពផែនដីទាំងមូលដោយព្រះលិង្គតំណាងឲ្យអង្គអាទិទេពបង្កើតអ្វីគ្រប់យ៉ាងនៅលើផែនដីឯព្រះយោនីតំណាងឲ្យព្រះនាងឧមាអង្គអាទិទេពទ្រទ្រង់បីបាច់ថែរក្សាអ្វីគ្រប់យ៉ាងដែលបានកកើតនៅលើផែនដីនេះលិង្គព្រះសិវៈនិងព្រះយោនីព្រះនាងឧមាអាចហៅម្យ៉ាងទៀតបានថាគុណព្រះមេត្តាព្រះបិតាឬគុណមេត្តាបិតាបាទអញ្ចឹងនៅពេលបច្ចុប្បន្ននេះខ្មែរយើងច្រើនហៅថាលិង្គព្រះឥសូរឬក៏លិង្គព្រះសិវលិង្គអីជាដើមនោះបាទតែពាក្យពីដើមហ្នឹងគឺដែលពិរោះស្ដាប់តែម្ដងគឺគេហៅថាអង្គបាទហៅថាអង្គឬក៏អង្គបំពង់ខ្ចីយោនីហ្នឹងគេថាបំពង់ខ្ចីបាទអង្គបំពង់ខ្ចីអញ្ចឹងបានពីដើមមកគេឲ្យពរបង្កក់សេរីសួស្តីរៀបអាពាហ៍ពិពាហ៍ឬក៏ពិធីអីផ្សេងបាទចាស់ឲ្យពរកូនចៅហ្នឹងបាទសូមឲ្យរកស៊ីមានបានបាទតិចតិជុំចម្រុងចម្រើនដូចឫស្សីបែកគុំតិចតិជុំដូចទឹកអង្គបំពង់ខ្ចីបាទតិចតិជុំដូចទឹកអង្គបំពង់ខ្ចីទឹកអង្គបំពង់ខ្ចីនេះចឹងបាទខ្ញុំពីដើមមកស្អីគេទៅទឹកអង្គបំពង់ខ្ចីយើងអត់យល់ណាបងប្អូនបាទអញ្ចឹងដែលអង្គនេះសំដៅដល់ព្រះលិង្គហើយបំពង់ខ្ចីនេះសំដៅដល់ព្រះយោនីអញ្ចឹងពាក្យនេះគឺព្រោះណាស់យើងហៅថាអង្គបំពង់ខ្ចីឬគុណព្រះមេត្តាព្រះបិតាហើយខ្ញុំដល់លើនេះហៅជាព្រះសិវលិង្គឬក៏ព្រះយោនីអីចឹងទៅវារៀងពិបាកបាទរៀងពិបាក
អឺស្ដាប់បាទរៀងពិបាកស្ដាប់តិចបាទអញ្ចឹងបើយើងហៅតាមពាក្យចាស់បុរាណមកគឺព្រោះស្ដាប់បាទអង្គបំពង់ជ័យឬក៏បាទគុណព្រះមេត្តាព្រះបិតាបាទអញ្ចឹងយើងបន្តទៀតផ្អែកទៅលើមូលដ្ឋានវប្បធម៌ខ្មែរយើងអាចឲ្យដឹងថាជំនឿលើអង្គឬក៏លឹងដែលជាប្រពៃណីរបស់ខ្មែរយើងសុទ្ធសាធនៅបន្តជារៀងរហូតដល់សព្វថ្ងៃដែលស្របទៅតាមវប្បធម៌បូជាព្រះលឹងនិងព្រះយោនីបង្កប់ដោយអត្តន័យដ៏ធំទូលាយដ៏ជ្រាលជ្រៅបំផុតនិងអាថ៌កំបាំងនៅក្នុងរឿងទេវកថាប្រពៃណីបរិមាសាស្ត្រប្រាង្គប្រាសាទគ្រប់ទីកន្លែងក្នុងដែនដីមហានគរខ្មែរទេវតាឬក៏អង្គទេពសំខាន់ជាងគេបំផុតដែលព្រះរាជាខ្មែរដូនតាខ្មែរគ្រប់ជំនាន់តម្កល់ទុកជាទីសក្ការៈបូជាគឺព្រះសិវលឹង្គនិងព្រះយោនីនេះហើយបាទដែលគេត្រូវបានចាត់ទុកថាជាទេវតាថែរក្សាផែនដីខ្មែរបាទអញ្ចឹងតាមពីបរមបុរាណមកស្ដេចគ្រប់ជំនាន់ទាំងអស់បាទនៅក្នុងដែនដីផែនដីនគរខ្មែរយើងនេះគឺគោរពទៅលើបាទអង្គបំពង់ជ័យឬក៏ព្រះសិវលឹង្គនិងព្រះយោនីនេះដែរដែលគេចាត់ទុកថាជាទេវតារក្សាផែនដីខ្មែរហើយការគោរពនេះជាពិសេសគឺរៀងរាល់ពិធីឆ្លងប្រាសាទបាទឆ្លងប្រាសាទតូចធំទាំងអស់បាទនៅក្នុងព្រះរាជបាទនគរខ្មែររបស់យើងហ្នឹងបាទគឺធ្វើឡើងដើម្បីឧទ្ទិសដល់ព្រះសិវលឹង្គនិងព្រះយោនីដើម្បីបង្រួបបង្រួមសាសភាសាជាតិព្រះរាជាខ្មែរសន្មតព្រះសិវលឹង្គជាទេវតាប្រចាំរាជវង្សខ្មែរនិងដាក់នៅចំចំណុចកណ្ដាលព្រះរាជនគរបាទអញ្ចឹងគេធ្វើពិធីធំណាបងប្អូនបាទនៅក្នុងមហានគរខ្មែរគេធ្វើពិធីធំនឹករលឹកទៅដល់អង្គអាទិទេពព្រះលឹង្គនិងព្រះយោនីនេះឬដែលត្រូវបានសន្មតថាជាទេវតារក្សាផែនដីខ្មែរនេះអញ្ចឹងគេធ្វើពិធីនឹងដើម្បីនឹករលឹកដឹងគុណដល់លោកផងដែលបានបង្កើតលោកដែលបានបង្កើតមនុស្សសត្វរុក្ខជាតិអ្វីសពគ្រប់បែបយ៉ាងនៅលើផែនដីនេះបាទអញ្ចឹងគេធ្វើពេលរាល់ពិធីឆ្លងប្រាសាទតូចធំគឺគេធ្វើពិធីដើម្បីនឹករលឹកទៅដល់អង្គទេពបាទអង្គទេពទាំងពីរនឹងឯងហើយក៏ជាពេលវេលាដែលធ្វើពិធីដើម្បីផ្សះផ្សាជាតិបាទផ្សះផ្សាជាតិខ្មែរកុំឲ្យបែកបាក់សាមគ្គីគ្នាបាទគឺគេរៀបចំឡើងបាទដោយមានព្រះសិវលឹង្គនិងព្រះយោនីនេះជាប្រធានជាទេវតាបាទធំសម្រាប់ផែនដីនគរសម្រាប់ផែនដីខ្មែរយើងនេះបាទពិតណាស់នាសម័យអង្គរព្រះរាជារាជខ្មែរគោរពជំនឿលើព្រះសិវលឹង្គឃើញថាជាសម័យរីកចម្រើនបាទនៅក្នុងសម័យហ្នឹងគឺយើងគោរពទៅលើព្រះសិវលឹង្គនិងព្រះយោនីនេះគឺជារជ្ជកាលជាការវេលាមួយដែលខ្មែររីកចម្រើនណាស់នៅក្នុងសម័យមហានគរបាទហើយការរីកដុះដាលចំនួនប្រាង្គប្រាសាទឥដ្ឋឬថ្មជាច្រើនឥដ្ឋគណនាទុកតម្កល់ព្រះលឹង្គដើម្បីជាទីសក្ការៈបូជាព្រោះតែការគោរពបាទទៅលើព្រះសិវលឹង្គនេះហើយជាហេតុមួយនាំឲ្យមានការរីកដុះដាលនៃស្ថាបត្យកម្មក្នុងទឹកដីមហានគរខ្មែរនេះគឺដោយសារតែយើងចេះដឹងគុណបាទចេះដឹងគុណព្រះមេត្តាព្រះបិតាគុណដូនតាបព្វបុរសបាទគុណអង្គអាទិទេពដែលបានបង្កើតលោកមកអញ្ចឹងខ្មែរយើងលោកតែងតែសាងសង់ប្រាសាទដើម្បីតម្កល់ព្រះលឹង្គនិងព្រះយោនីនេះឯងជាមូលហេតុមួយដែលនាំឲ្យទឹកដីខ្មែរយើងនេះបាទមានប្រាសាទរាប់រយរាប់ពាន់នគរខ្មែររបស់យើងបាទនេះបាទច្រើនគ្នាហើយអស្ចារ្យណាស់បាទខ្មែរយើងអាចកសាងនៅប្រាសាទដ៏មហិមាបាទដ៏អច្ឆរិយៈម្យ៉ាងវិញទៀតព្រះសិវលឹង្គនិងព្រះយោនីមានទំនាក់ទំនងជំងឺដោយសង្កេតឃើញថាសង្គមខ្មែរយើងមានតូបអ្នកតាឬប្រាសាទតម្កល់លឹង្គនៅច្រើនកន្លែងសម្រាប់ការបន់ស្រន់នាសម័យនេះនៅក្នុងមន្ទីរពេទ្យទំនើបក៏មានបាទតូបអ្នកតារៀនទេវតាឬក៏កន្លែងតម្កល់ព្រះសិវលឹង្គដែរបាទនៅតាមមន្ទីរពេទ្យតូចធំហើយបើគឺនាពេលសម័យពីបុរាណវិញគឺមាននៅតាម
ឃុំតាមសង្កាត់ហ្នឹងគឺសឹងតែមានគ្រប់ទីកន្លែងតែម្ដងគេថាទួលអង្គណាបងប្អូនបាទទួលអង្គកន្លែងមួយដែលគេសម្រាប់សក្ការៈបូជាហើយមួយផ្នែកទៀតគឺបម្រើឲ្យផ្នែកវិស័យសុខាភិបាលបាទបម្រើឲ្យផ្នែកសុខាភិបាលដោយការពីចំណន់នោះគឺយើងមានជំនឿបាទមានជំនឿទៅលើរុក្ខអរិយអ្នកតាទេវតាព្រះជួយព្យាបាលជំងឺបាទហេតុដូច្នេះហើយផ្នត់គំនិតបែបហ្នឹងហើយដែលយើងជំនឿជឿជាក់ខ្លាំងយ៉ាងហ្នឹងហើយគឺពេលណាដែលយើងបានយកបាទទឹកបាទយើងទៅសុំដូចជាទៅសុំទឹកមុនសុំសេរីសួស្តីជ័យមង្គលហ្នឹងពីកន្លែងទូលអង្គហ្នឹងមកយើងយកមកផឹកក៏យើងយកមកធ្វើឲ្យយើងស្រឡះចិត្តស្រឡះកាយស្រាក់ចិត្តស្រាក់កាយធូរស្បើយលហើយចិត្តអីចឹងទៅរោគភាពជាធាតុហ្នឹងក៏វាជាទៅតាមអំណាចនៃផ្លូវចិត្តរបស់យើងតាមនឹងដែរអញ្ចឹងនេះគឺជាផ្នែកមួយនៃការបម្រើក្នុងវិស័យសុខាភិបាលពីចំនួនបុរាណនេះពេលបច្ចុប្បន្ននេះក៏មានដែរបងប្អូននៅពេលបច្ចុប្បន្ននេះណាបាទហើយបើកាលណាដែលយើងមានជំនឿជឿជាក់ខ្លាំងទៅលើវត្ថុទឹកទាំងអស់ហ្នឹងបាទទៅលើគុណព្រះមេត្តាព្រះបិតាឬក៏អង្គបំពង់ខ្ចីឬក៏ព្រះសិវលិង្គឬក៏ព្រះយោនីនេះថាជួយព្យាបាលជំងឺឲ្យឈានដល់ពេលដែលយើងទៅសុំទឹកឬអុជធូបបន់ស្រន់សុំទៅគឺធ្វើឲ្យយើងជាវិរោគាព្យាទីផ្លូវចិត្តផ្លូវកាយដោយសារតែអំណាចនៃចិត្តរបស់យើងអំណាចនៃអារម្មណ៍របស់យើងតែកាលណាសតិអារម្មណ៍ផ្លូវចិត្តរបស់យើងវាខ្លាំងវាខ្លារោគាព្យាទីអីទាំងអស់ហ្នឹងក៏វាជាទៅតាមនឹងដែរបាទហើយខ្មែរសម័យបុរាណហៅថ្មដែលធ្វើជារូបសិវលិង្គថាអង្គឬក៏ថ្មរូបឧមាយោនីនិមិត្តព្រះនាងឧមាថាបំពង់ខ្ចីឯទឹកដែលស្រោចលើថ្មនិមិត្តទាំងពីរពីលើចុះមកក្រោមចេញតាមបង្ហូរព្រះយោនីគឺដើម្បីសុំពរស្រីសួស្តីហើយគេហៅទឹកនោះថាទឹកអង្គបំពង់ខ្ចីស្នាទ្រនីឬក៏បង្ហូរទឹកបែរទៅទិសខាងជើងជានិច្ចនោះបញ្ជាក់ពីវិធីព្យាបាលដោយគ្រូថ្នាំឬក៏គ្រូបាអាចារ្យនៅក្នុងប្រាសាទដោយគេធ្វើពិធីសូត្រផ្សំឱសថបុរាណហើយស្រោចលើលឹងហូរតាមស្នាទ្រនីមកក្រៅឲ្យអ្នកជំងឺចាំទទួលទឹកផឹកថ្នាំឬក៏ទឹកមុនយកមកផឹកឬក៏លាយទឹកងូតដូច្នេះយើងអាចសន្និដ្ឋានថាការព្យាបាលរោគឬក៏ការបង្កើតមន្ទីរព្យាបាលគឺមានបន្តនិរន្តរភាពតាំងពីសម័យនគរភ្នំរហូតដល់សម័យមហានគរនិងបច្ចុប្បន្នក៏នៅមានដែរណាបងប្អូនបច្ចុប្បន្ននេះនៅតាមផ្ទះតាមសម្បែងគឺគេមានព្រះសិវលិង្គឬព្រះយោនីឬក៏គុណព្រះមេត្តាបិតាមកគេមានទិញឆ្លាក់ថ្មធំមកបាទជាពិសេសគ្រូបាទគ្រូដែលគាត់មានខាងអាគមរៀនខាងអាគមមុនវិជាការល្អដែលមានគុណធម៌ជួយសង្គ្រោះសត្វលោកហ្នឹងឬក៏កាន់ខាងផ្លូវស្នងអង្គបរមីអីខ្លាំងពូកែអីផ្សេងគឺគាត់មានបាទគាត់មានឆ្លាក់ជាថ្មមកធំមកគឺទុកសម្រាប់ព្យាបាលជំងឺឬក៏អភិសេកសូត្រធ្វើពិធីផ្សំថ្នាំអីផ្សេងហ្នឹងគេចាក់ទឹកបង្ហូរចេញទៅតាមស្នាទ្រនីនឹងមកឬបង្ហូរទឹកមកគេយកមកផឹកឬក៏យកមកងូតមកជួយព្យាបាលពីរោគាព្យាធិអីជាដើមបាទនៅពេលបច្ចុប្បន្ននេះក៏មានហើយគេធ្វើទៅតាមផ្ទះគឺមានក៏មានច្រើនដែរយើងតាមសង្កល់មើលហើយបើពីសម័យបុរាណវិញបាទគឺមានអង្គណាបងប្អូនដូចខ្ញុំបានបញ្ជាក់ពីដើមមកគឺមានទួលអង្គបាទគឺមានទួលអង្គហើយនៅពេលបច្ចុប្បន្ននេះតាមភូមិឃុំអីមួយក៏មានណាបងប្អូននៅមានប៉ុន្តែដោយសារតែអត់សូវនាំគ្នាយកចិត្តទុកដាក់និងរក្សាទុកឲ្យបានគង់វង្សឬក៏ជួសជុលទេហើយនៅក្នុងតំបន់ទួលអង្គខ្លះណាបងប្អូនដែលចាស់ពីដើមគោរពមកដែលមានតែអង្គព្រះសិវលិង្គនិងព្រះយោនីឬក៏គុណព្រះមេត្តាព្រះបិតានេះមកបាទទុកតម្កល់នៅបន្សល់ពីបរមបុរាណមកហ្នឹងពេលខ្លះមានភ្លើងណាមានភ្លើងហោះហើរពេលរៀងរាល់ថ្ងៃសៅរ៍ហ្នឹងបាទសំដៅដល់ថាបង្ហាញអំពីឫទ្ធានុភាពបរមីបាទខ្លាំងពូកែស័ក្តិសិទ្ធិបើកូនចៅណានាំគ្នាទៅគោរពទុកដាក់ថែរក្សាឲ្យបានត្រឹមត្រូវទៅ
វាសុខសប្បាយបាទពុំមានរោគគាបជាតិទីអ្វីមកបៀតបៀនទេបាទអញ្ចឹងជំនឿនេះតាំងពីបរមបុរាណរបស់យើងមកហើយនៅតាមទួលពីបុរាណមកយើងគួរតែមានគួរតែរក្សាទុកដីរួមអីហ្នឹងណាបងប្អូនអើយកុំគួរតែលុកលាន់កុំលក់កំដោអីបាទបងប្អូនអ៊ំពូមីងជាអាញាធរដែនដីបាទបើសិនជាមានទួលបុរាណដែលមានប្រវត្តិថាមានអង្គបាទមានជាថាតែជាទួលអង្គនេះយើងគួរថារក្សាទុកឲ្យគង់វង្សឬក៏អាចជួសជុលធ្វើសារថ្មីនាំបងប្អូនកូនចៅនាំគ្នាគោរពមើលឲ្យដូចបាទពីសម័យបុរាណសុខសប្បាយណាស់បាទมันមានអ្វីមកបៀតបៀនកូនចៅទេរោគគាបជាតិអ្វីទាំងអស់มันមានទេដោយសារអំណាចនៃទេវតាដែលថែរក្សាបាទផែនដីខ្មែរនឹងឯងបាទអំណាចនៃទេវតាថែរក្សាផែនដីខ្មែរអង្គអាទិទេពបាទកាលណាយើងគោរពលោកនោះលោកនឹងមកគង់ប្រថាប់ថែរក្សាតែបើសិនតែយើងមិននាំគ្នាគោរពយើងមិនភ្លេចចោលបាទយើងទៅរកទេវតាណាមកជួយបើយើងមិនបាននឹករលឹកអស់លោកផងបាទយើងគួរតែនាំគ្នាថែរក្សាឲ្យបានគង់វង្សណាបងប្អូនបាទដូច្នេះយើងអាចសន្និដ្ឋានថាការព្យាបាលរោគឬក៏ការបង្កើតមន្ទីរព្យាបាលគឺមានបន្តនិរន្តរភាពតាំងពីសម័យនគរភ្នំរហូតដល់សម័យមហានគរនិងបច្ចុប្បន្នក៏នៅមានបានជាគេស្ថាបនាលឹងថ្មសម្រាប់ជាសញ្ញានិមិត្តរូបទុកជាការសក្ការៈបូជាដោយគេយកព្រះសិវលឹង្គមកផ្គុំឬក៏ផ្គប់ជាមួយគ្នានឹងព្រះយោនីបង្កប់នៅអត្តន័យដ៏ជ្រាលជ្រៅបំផុតគឺការរួមសង្វាស់ដោយសព្វនិមិត្តនៅធាតុប្រុសធាតុស្រីឬធាតុញីធាតុឈ្មោលពីព្រោះថាហេតុជីវិតនៅក្នុងលោកីយ៍យើងនេះมันអាចនឹងធានានៅនិរន្តរភាពនិងចីរភាពភាពរឹងមាំភាពអមតៈបានឡើយកាលបើគ្មានការបញ្ចូលគ្នានៅបដិបកទាំងពីរខាងលើនេះគឺភេទប្រុសនិងភេទស្រីដែលជាដៃគូខកខានពំបានជាដាច់ខាតអញ្ចឹងធាតុញីធាតុឈ្មោលធាតុប្រុសធាតុស្រីនេះគឺសំខាន់ណាស់បងប្អូនអ្វីគ្រប់យ៉ាងគឺមានធាតុញីធាតុឈ្មោលធាតុប្រុសធាតុស្រីនេះគឺអត់ពំបានទេបើសិនជាអត់មានទេអត់អាចគង់វង្សយូរអង្វែងបានឡើយរុក្ខជាតិក៏មានញីឈ្មោលថ្មក៏មានញីឈ្មោលបាទភ្លើងនោះក៏មានញីមានឈ្មោលមានបោកមានដករន្ទះនោះក៏មានបោកមានដកមានញីមានឈ្មោលបាទសត្វមានញីមានឈ្មោលបាទមនុស្សមានប្រុសមានស្រីអីជាដើមគឺមានបាទគឺត្រូវតែមានធាតុញីធាតុឈ្មោលទើបអាចរក្សាបាននៅភាពអមតៈហើយថ្មញីឈ្មោលបងប្អូនប្រហែលជាបងប្អូនអត់ដែលស្គាល់ឃើញថ្មញីឈ្មោលទេបាទចាំខ្ញុំបង្ហាញនៅក្នុងរូបភាពនេះឲ្យបងប្អូនបាទស្គាល់ដឹងថាតើថ្មញីឈ្មោលមានពិតប្រាកដដែរឬទេបាទហើយសម្បីតែវត្ថុស័ក្តិសិទ្ធិក៏មានញីឈ្មោលបាទមានពិតប្រាកដមែនបងប្អូនខ្ញុំនឹងរូបភាពជូនបងប្អូនមើលណាបាទតាមរយៈចម្ពួយបង្ហូរទឹកមន្តសាសនិកអាចស្រង់ទឹកមន្តដែលគេបានស្រោចជ្រោយពីលើព្រះសិវលឹង្គសម្រាប់យកប្រើប្រាស់តាមតម្រូវការព្រោះគេចាត់ទុកថាដូចជាទឹកអម្រឹតស័ក្តិសិទ្ធិអាចនាំមកនៅសេរីសួស្តីគ្រប់ប្រការណាបងប្អូនអស្ចារ្យណាស់បាទអញ្ចឹងចាស់ពីដើមគាត់មិនមែនចេះតែជឿទេណាគាត់មានបញ្ញាបាធិរបស់គាត់បាទសិទ្ធិអ្នកដែលសមាធិបានធរបាទសមាធិបានធរបានសិលចំណាយពេលយូរណាស់តរំដល់បានគុណធម៌បាទសន្សំគុណធម៌សន្សំសិលសន្សំបុណ្យបានបាទហើយយកនៅគេថាពាក្យចាស់មួយគេថាបើកឃើញចិត្តបិទឃើញឆ្ងាយបើកឃើញចិត្តបិទឃើញឆ្ងាយបើយើងបើកភ្នែកយើងមើលឃើញយ៉ាងច្រើនបានអត់ដល់1គីឡូដីផងបាទតែបើសិនតែយើងបិទនឹងសំដៅដល់តែយើងធ្វើចិត្តឲ្យស្ងប់បិទភ្នែកសមាធិយើងបានសិលបានធម៌បានពន្លឺបាទពាក្យថាពន្លឺនេះអ្នកដែលរក្សាសិលរក្សាធម៌បានដឹងណាបាទបានពន្លឺនឹងគឺបានបញ្ញាណាបងប្អូនយើងចង់ឃើញអ្វីយើងចង់ធ្វើអ្វីបាទគឺបានគឺឃើញគឺដឹងទាំងអស់បាទហើយមិនងាយទេអ្នកដែលបានសិលបានធម៌បានពន្លឺនេះបាទអញ្ចឹងចាស់ពីដើមណាដើម្បីបង្កើតឲ្យជំនឿមួយដល់កូនចៅបាទរក្សាទុកឲ្យគង់វង្សដល់រហូតមកដល់ពេលបច្ចុប្បន្នគាត់លះបង់ណាស់បាទលះបង់ដើម្បីសន្សំនូវគុណធម៌សន្សំសិលសន្សំបុណ្យបាទតរំដល់បានពន្លឺមានបញ្ញាហើយ
យកពន្លឺបញ្ញាទាំងអស់នឹងមកបានអ្វីជាចំណេះដឹងមកចែកឲ្យកូនចៅកត់ត្រារក្សាទុកបន្សល់នេះពេលរហូតមកដល់ពេលបច្ចុប្បន្ននេះបាទនឹងមានមិនមែនត្រឹមតែការរក្សាសិលរក្សាធម៌នឹងមានអ្វីផ្សេងទៀតជាច្រើនបាទតែការសន្សំសិលសន្សំបុណ្យសន្សំគុណធម៌នេះគឺជាផ្នែកមួយសំខាន់ណាស់បាទតាមជំនឿលើវត្ថុស័ក្តិសិទ្ធិបាទនេះឥឡូវយើងនិយាយពីជំនឿទៅលើវត្ថុស័ក្តិសិទ្ធិវិញម្ដងបើតាមជំនឿលើវត្ថុស័ក្តិសិទ្ធិមានការបកស្រាយពីលោកគ្រូសុខាបាទលោកគ្រូសុខាបងប្អូនបានស្គាល់ហើយកាលពីដើមដែលគាត់បកស្រាយអំពីវត្ថុស័ក្តិសិទ្ធិពីមុនមកគាត់នៅខាងដៃខ្មែរបាទនៅក្នុងchannel YouTube ដៃខ្មែរហ្នឹងបាទហើយគាត់បកស្រាយបានល្អណាស់តកតងនឹងជំនឿទៅលើវត្ថុផ្សេងជាដើមបាទដោយសារតែគាត់ធ្លាប់បានសិក្សារៀនសូត្រតាមមួយជីវិតរបស់គាត់សម្រាប់តែសិក្សាអំពីផ្លូវបារមីបាទផ្លូវបរមីហើយគាត់ក៏ជាអ្នកសម្រេចធ្លាប់សម្រេចធម៌បាទសម្រេចធម៌ខាងផ្លូវបារមីឬក៏គេថាកម្មដ្ឋានបាទខាងផ្លូវបរមីណាបងប្អូនតកតងនឹងការធ្វើកម្មដ្ឋានខាងផ្លូវបរមីនេះគឺការសម្រេចអ្នកខ្លះក៏សម្រេចបានរៀនចេះចាំនៅក្បាច់គុណបាទអ្នកខ្លះក៏បានសម្រេចខាងផ្លូវបរមីឬក៏សម្រេចខាងកម្មដ្ឋានខាងថ្នាំបុរាណហើយខ្លះក៏សម្រេចបានខាងមើលជាគ្រូទាយឬក៏អីផ្សេងជាដើមនោះបាទខ្ញុំបានដឹងតិចតួចណាស់បាទតែណាមួយខ្ញុំនឹងសុំសាកសួរគាត់អំពីការសម្រេចព្រះធម៌ឬក៏សម្រេចកម្មដ្ឋានខាងផ្លូវបរមីបាទឥឡូវយើងមើលគាត់បកស្រាយយ៉ាងម៉េចទៅអំពីជំនឿទៅលើវត្ថុស័ក្តិសិទ្ធិអំពីព្រះយោនីនិងព្រះលិង្គបាទឬក៏អង្គបំពង់ខ្ចីនេះបាទតាមជំនឿលើវត្ថុស័ក្តិសិទ្ធិមានការបកស្រាយពីលោកគ្រូសុខាថានៅក្នុងក្បួនតម្រាប្រពៃណីពិជ័យសង្គ្រាមព្រះយោនីនិងព្រះស៊ីវលិង្គតំណាងឲ្យអឋានហ៊ីបាទព្រះស៊ីវលិង្គព្រះយោនីនេះគឺតំណាងឲ្យអឋានហ៊ីឯព្រះលិង្គតំណាងឲ្យអឋានតូលគឺការពារនៅមហន្តរាយគ្រោះអាសន្នអន់ក្រការពារព្រួញស្នាតតេះកំភ្លើងបានយីបាទឥឡូវយើងតទៀតដោយមានអំណះអំណាងពីមេទាហានជាគ្រូធ្លាប់បានជួបសិក្សាស្រាវជ្រាវមកលោកឈ្មោះលោកគ្រូសែបនិងលោកគ្រូនីនៅឯអូអំបិលមានផុសតាងតាំងច្បាស់លាស់របស់គាត់ណាបាទគ្រាន់តែគូរូបស្រីអង្គុយយ៉ាស់ជើងបាទឬក៏គេហៅថាអឋានហ៊ីនេះណាឬក៏អឋានស្រីហ្នឹងឬមួយទៀតអឋានញីបាទគឺបាញ់អត់ចេញទេបងប្អូនបាទអស្ចារ្យមែនតើហ្នឹងគ្រាន់តែគ្រូដែលគេមានយន្តហើយគូនៅលើជញ្ជាំងជារៀងជារូបអឋានហ៊ីបាញ់មិនចាញ់ពិតប្រាកដមែនឯគុណម្ចាស់មួយអង្គដែលគង់នៅភ្នំកំណប់ឬហៅថាភ្នំហប់គ្រាន់តែគូអឋានតូលនោះគឺព្រះសិវលិង្គឬអឋានឈ្មោលប្រើបានទាំងស្នេហ៍និងខាងធ្វើសង្គ្រាមគឺជួយបានពិតប្រាកដបាទតាមជំនឿអរូបីប្រលឹងវិញ្ញាណតកតងនឹងការបន្សាបមន្តអាគមបន្សាបគ្រូបន្សាបស្នេហ៍បន្សាបមន្តគាថាធ្មប់អាបច្រាបអំពើគេយកព្រះលិង្គនិងព្រះយោនីនឹងឯងដើម្បីមកបន្សាបអស្ចារ្យមែនតើណាបងប្អូនអ្នកដែលត្រូវអំពើអំព័ន្ធអីផ្សេងណាបាទគឺអាចតសុំទឹកបាទទឹកមុនបាទឬក៏យកទឹកទៅច្រូចនៅតាមទីប្រាសាទឬក៏ទួលបុរាណណាដែលមានអង្គបំពង់ខ្ចីនេះបាទឬក៏ទួលព្រះសិវលិង្គនិងព្រះយោនីនេះយកទៅច្រូចមកសុំទឹកមួយមុជឬប្រផឹកនេះជាបងប្អូនបាទព្រោះនៅទីទួលបុរាណឬក៏តាមទីប្រាសាទគឺមានការធ្វើពិធីអភិសេកដោយស្ដេចផែនដីនិងអង្គអាទិទេពខ្លាំងប្រកែណាស់ពីដើមមកអញ្ចឹងយើងទៅសុំដោយចិត្តជ្រះថ្លាល្អបរិសុទ្ធបាទគឺបន្សាបបាននៅអំពើអំព័ន្ធមុនវិជាតែដោយការបកស្រាយរបស់លោកគ្រូសុខាយ៉ាងណាបាទហើយមួយទៀតគេយកទឹកនៅសភាវៈញីឈ្មោលដើម្បីធ្វើជាថ្នាំធ្វើជាឱសថបន្សាបនៅមុនអាគមខ្មៅហើយតកតងជាមួយនឹងមុនវិជាគាថាមហាស្នេហ៍
នៃយូនីនិងអឋានតូននេះគឺក្បួនខ្មែរយើងមានតាំងពីបរមបុរាណមកហើយអ្នកបើកហាងរកស៊ីទទួលទានតែងតែដាក់លឹងនឹងយូនីនៅកន្លែងរកស៊ីដើម្បីជាបង្គោលបាទជាស្នេហ៍តកតនឹងរឿងលឹងបាទនឹងយូនីនេះគឺជាស្ដេចស្នេហ៍គឺគ្មានគាថាណាខ្លាំងជាងស្នេហ៍ពុកឆ្អឹងឬក៏ស្នេហ៍យូនីនេះទេបាទស្នេហ៍យូនីនេះមកពាក្យមួយផ្នែកទៀតគេថាស្នេហ៍ពុកឆ្អឹងបាទគ្មានស្នេហ៍ណាខ្លាំងជាងស្នេហ៍បាទយូនីឬក៏អឋានតូលនេះទេណាបងប្អូនបាទអស្ចារ្យមែនតើបាទអញ្ចឹងបើសិនជាបងប្អូនដើរតាមជ្រុះជ្រោងចលងដងអូស្រាប់តែប្រទះឃើញថ្មដែលមានរាងដូចជាលឹងដូចជាព្រះយូនីនេះយកមកទុកមកបងប្អូនអើយយកមកទុកមកបាទអញ្ចឹងវាពិតជាអស្ចារ្យណាស់បាទយើងយកមកឲ្យគ្រូដែលមានមុនវិជ្ជាល្អបរិសុទ្ធឬក៏ព្រះសង្ឃដែលមានមុនវិជ្ជាបាទល្អបរិសុទ្ធមានគុណធម៌ខ្ពស់ឲ្យគាត់មកធ្វើការសន្មតថាជាព្រះសិវលឹងឬព្រះយូនីឬគុណព្រះមេត្តាព្រះបិតានេះគឺទុកសម្រាប់ការពារណាបងប្អូនការពារបានគ្រប់យ៉ាងតាំងពីក្របតាមពីក្របដងសេវបាទតាំងពីស្នេហ៍រកស៊ីបាទតាំងពីបន្សាបអាគមមុនវិជាធ្មប់អាបច្រាប់អំពើបានគ្រប់យ៉ាងណាបាទព្រោះជាវត្ថុដែលបង្កើតលោកបាទនិងបំផ្លាញលោកបាទគឺអស្ចារ្យណាស់គឺអង្គអាទិទេពបាទព្រះសិវលឹងនិងព្រះនាងឧមាបាទព្រះយូនីព្រះនាងឧមាអញ្ចឹងបងប្អូនយកមកទុកមកហើយបបានមកយកមកឲ្យប្រសង់ដែលមានគុណធម៌ខ្ពស់ឬក៏អ្នកដែលមានសិលមានបុណ្យយកមកសន្មតបាទយកមកសន្មតបាទគឺប្រកាយស័ក្តិសិទ្ធិណាស់បងប្អូនបាទអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេបាទសូមអរគុណនិងជម្រាបលាបាទយើងជួបគ្នានៅវីដេអូក្រោយទៀត